ស្មារតីតែមួយក្រុមយុវជនបូជាការពីយុទ្ធធរក្រុមការបញ្ជាផ្ទាល់ពីអ្នកបញ្ញាលេងនវត្រាបន្តសាក់ដៃគ្នាដល់រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រកងទ័ពជមុកនិងប្រជាជនភាសឹកក្នុងកាលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពីយុទ្ធធរក្រុមការដឹកនាំរបស់អ្នកបញ្ញាលេងនវត្រានៅថ្ងៃទី16ខែធ្នូនេះបាននឹងកំពុងបន្តសាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនឹងការលើកទឹកចិត្តគាំទ្រកងទ័ពជមុកនិងប្រជាជនភាសឹកជាពិសេសបង្ហាញការគាំទ្រនិងជឿជាក់សម្ដេចតេជោសម្ដេចថបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈានពានជាថ្មីពីសំណាក់យោធាថៃអ្នកបញ្ញាលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពីយុទ្ធធរបានចាត់ក្រុមការងារយុវជនទាំងអស់នៅរាជធានីភ្នំពេញនិងកំពុងឈរជើងក្បែរសមរភូមិនាំយកអំណោយដល់ជូនវីរៈកងទ័ពជមុកនិងជនពិសឹកជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាជនទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនៅកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាងនៅពេលដែលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាដែលអាចបំបែកបានឡើយសូម្បីតែកម្លាំងយោធានិងអាវុធក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស